អូខេអញ្ចឹងអ្នកនរនេះច្បាស់ជាស្គាល់ក្រុមហ៊ុន Realme ហើយទោះបីជាគេមិនមានទីផ្សារខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងក៏តែយ៉ាងណាក៏គេនៅតែបញ្ចេញទូរស័ព្ទដៃស៊េរី budget ហើយ mid range ហើយនិងស៊េរីកម្ពុជារបស់គេដែរហើយនេះគឺទូរស័ព្ទដៃ Realme GT7 Pro គឺជាទូរស័ព្ទដៃកម្ពុជារបស់គេនៅក្នុងឆ្នាំ2025នេះឯងទូរស័ព្ទដៃនេះចេញប្រហែលជា 4-5 ខែហើយក៏តែផ្លាកតម្លៃរបស់វាដែលពេលដែលគេវាយចេញនោះគឺ$549គឺវាតាក់ទាញមែនទែនហើយអ្វីដែលតាក់ទាញខ្លាំងគឺការដាក់ chip កម្ពុជានៅក្នុងហ្នឹងគឺ Snapdragon 8 Elite ជាមួយនឹងអេក្រង់មានទំហំធំរហូតដល់6.78 អ៊ីងមាន resolution 1.5K support HDR10 Plus ហើយនឹង refresh rate 120Hz ជម្រើស RAM គឺមាន 12 និង 16GB storage មាន 256GB 512GB និង 1TB កាមេរ៉ាគឺមានបំពាក់មក3គ្រាប់អ្នកនរគ្នា50 megapixel main lens 50 megapixel telephoto និង 8 megapixel ultra wide កាមេរ៉ាខាងមុខមានទំហំ16 megapixel ថ្មមានទំហំធំអ្នកនរគ្នា6500 mAh វាគឺជា trend ថ្មីហើយទូរស័ព្ទដៃណាដែលចេញមកហើយនៅបំពាក់ថ្មក្រោម6000 mAh គឺដឹងតែចប់ហើយកម្លាំងសាកគឺ120W ដែលអាចសាកថ្មទំហំ6000 mAh នេះចូលទៅវិញ 50% ប្រើប្រាស់រយៈពេលត្រឹមតែ13នាទីទេ 100% ប្រើប្រាស់រយៈពេលត្រឹមតែ37នាទីតែប៉ុណ្ណោះយេគឺវាដំណើរការទៅលើ Android 15ជាមួយនឹងស្បែក Realme UI 6.0 ហើយវាមានអាក្រោះការពារទឹកមកពេញលេញអ្នកនរគ្នា IP68/69 បើសិនជាមកដល់ស្រុកខ្មែរយើងហើយវាមានតម្លៃក្រោម$600ខ្ញុំគិតថាវាគឺជាទូរស័ព្ទដៃដ៏ល្អបំផុតមួយមានកញ្ចប់ស្ពេចដ៏ល្អមួយដែលអ្នកនរគ្នាអាច consider បានបើសិនជាអ្នកនរគ្នាជា fan របស់ Realme បើសិនជាអ្នកនរគ្នាចង់ទទួលបានវីដេអូបែបនេះតទៅមុខទៀតកុំភ្លេចចុច follow ទាំងអស់គ្នាផង